បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងធ្វើការបង្ហាញក៏ដូចជាបញ្យល់បងប្អូនឲ្យបងប្អូនធ្វើការបង្កើតពូជមន់ដើម្បីឲ្យខ្លាយជាពូជសុទ្ធល្អហើយវាជាក្បួនរូបមន្តមួយដែលស្តង់ដារដែលសហគមន៍យើងតែងតែធ្វើបងប្អូនណាអូខេតោះបងប្អូនទាំងអស់គ្នាមកខាត់ពេលច្រើនខ្ញុំធ្វើការបញ្យល់តែម្ដងអូខេចឹងវិធីបង្កើតពូជមន់ខ្សែសុទ្ធល្អមានចំនួនទី1ណាបងប្អូនចំនួនទី1មានមេហើយនិងបាអានេះមកគូណាមេបានេះមកគូអានេះមកគូដែរចំនួនទី1ដែរមកគូចឹងមានថាមេបាមកគូហ្នឹងវាចេញកូនមកហើយវាបានកូនមកអានេះទីហោថា10ក្បាលណា10ក្បាលអានេះដូចគ្នា10ក្បាលបាទចេញ10ក្បាលដូចគ្នាបាទ10ក្បាលចឹង10ក្បាលហ្នឹងយើងអាចយកមីមាត់នេះបងប្អូនណាអានេះវាធាន10ក្បាលមានឈ្មោល5ឬក៏ញី5បាទទី5 5ចុះបាទឈ្មោល5ញី5អានេះដូចគ្នាឈ្មោល5ញី5បាទមកខ្លះគាត់វាអាចអញ្ចឹងយើងអាចញី2ឈ្មោល8ក៏មានដែរឬក៏ឈ្មោលតិចញីច្រើនអត់ទៀឥឡូវខ្ញុំឧទាហរណ៍លើវាអញ្ចឹងចឹងបងប្អូនយកអាពូជនេះបាទអាពូជដែលយើងមិនមែនមេបាដូចគ្នាហ្នឹងយើងអាចយកមកបង្កាត់គ្នាបើថាចេញជាកូននេះបាទចេញជាកូនទីហោ10ទៀត10ក្បាលទៀតណាបើកើតបានញី5ឈ្មោល5ទៀតទៅទីហោអញ្ចឹងអាហ្នឹងគេហៅថាពូជសុទ្ធហើយបាទសាមញ្ញបំផុតណាពូជសុទ្ធបាទអពុយសុទ្ធអញ្ចឹងបងប្អូនត្រូវចាំថាយើងទិញមេបាកន្លែងផ្សេងគ្នាយកមកបង្កាត់ដើម្បីខ្លាចជាពូជសុទ្ធកុំយកបងប្អូនវាបង្កើតជន់បងប្អូនបង្កើតគ្នាបងប្អូនខុសគ្នាមេបាក៏ខុសគ្នាអញ្ចឹងយកមកបង្កាត់ណាពូជសុទ្ធហើយវិធីមួយទៀតអញ្ចឹងខ្ញុំបញ្យល់បងប្អូនដើម្បីកុំឲ្យពិបាកយើងមានមេបាតែមួយគូនេះយើងចង់បង្កាត់ឲ្យខ្លាចជាពូជសុទ្ធតើធ្វើវាម៉េចបាទឥឡូវខាងនេះអត់មានទេខ្ញុំខ្វែងចោលណាវាមានវិធីទី1ទៀតបាទអញ្ចឹងឥឡូវខ្ញុំលុបចោលណាខ្ញុំលុបចោលតើយើងបង្កាត់វាម៉េចដើម្បីខ្លាចជាពូជសុទ្ធបាទអញ្ចឹងវិធីមួយទៀតគឺវិធីយើងបាទទីសាច់បាទដែលទីសាច់យើងបាទទុកពូជឲ្យបានចំនួនទីបាទន័យថាចំនួនទី7ណាបាទចំនួនទី7អូខេបងប្អូនតោះទេពេលថាវិធីសាស្ត្រយើងទុកពូជឲ្យបានចំនួនទី7សួរថាគេធ្វើវាម៉េចអញ្ចឹងស្រួលយល់ទេបងប្អូនចាក់តើតោះណាឧទាហរណ៍មេបាហ្នឹងវាពងមកវាកូនមកបាន5ញីឈ្មោល5ណាអញ្ចឹងយើងយកអា2ហ្នឹងបាទយើងទុកមេក៏បានឈ្មោលក៏បានបើករណីចង់ទុកឈ្មោលអត់ទុកញីទេឥឡូវខ្ញុំឧទាហរណ៍ថាឥឡូវយើងទុកឈ្មោលនេះ5នេះថាឈ្មោលបាទប៉ុន្តែជាទូទៅគេទុកឈ្មោលគេតែទុកញីណាស្ដាប់ឲ្យតបងប្អូនគេទុកញីពេលច្រើនវាអាចថាឆាប់ប្រពងអញ្ចឹងអាឈ្មោលនេះវាទុកអាយុវាបានទូអញ្ចឹងវាអាចជន់អាមេក្មេងបានអញ្ចឹងខ្ញុំឧទាហរណ៍ថាមន់ញីគេទុកបានតែ1ឆ្នាំទេឧទាហរណ៍មន់ឈ្មោលគេអាចទុកដល់បាន2ឆ្នាំបានគេដូរបានអញ្ចឹងគេជាទូទៅគេអត់អាចយកញីជុំមកទុកដើម្បីបង្កាត់នៅក្នុងសមុទ្រតែមួយទេអញ្ចឹងបងប្អូនតោះហ្នឹងអញ្ចឹងខ្ញុំទុកតែឈ្មោលឧទាហរណ៍5ក្បាលទុកឈ្មោលទាំង5អញ្ចឹងអានោះចំនួនទី1នេះមេបាអូម៉ែវានេះថាឪពុកម្ដាយវាគេថាឪបាទឪពុកបុកនឹងម្ដាយឪពុកម្ដាយគេថាមេបានឹងឯងអញ្ចឹងទុកបានចំនួនទី1បានកូនមក5ញី5ឈ្មោះ5អញ្ចឹងគេទុកឈ្មោះ5ហ្នឹងចង់បង្កាត់ជាមួយណាដល់ពេលវាចេញចំនួនទី2បាទសុំទោសបងប្អូនណាចំនួនទី2ណាខ្ញុំសរសេរអក្សរនេះបងប្អូនបាក់មើលតិចចឹងនេះចំនួនទី1អានេះចំនួនទី2វាបាននេះអាម៉ែអូនេះកូនដល់ទៀតកាត់កូនដល់ទៀតបាន5បូក5ទៀតចំនួនទីហោបើសិនតែវិញឈ្មោះមិនញីមិននឹងបាច់ខ្វល់ទេបាទអញ្ចឹង5បូក5ទៀតនេះញី5ឈ្មោះ5អញ្ចឹងសួរថាយកមកបង្កាត់កើតអត់ដល់ឈ្មោលមកចន់មេកន្លែងនេះអត់បានទេណាចង់ចំនួនទីប៉ុន្មានបានបងប្អូនអញ្ចឹងវិធីសាស្ត្រនេះខ្ញុំបានបញ្យល់ហើយចំនួនទី7អញ្ចឹងអានេះចំនួនទី2អត់ទាន់យកមកបង្កាត់ទេអត់ទាន់យកឈ្មោលមកចន់ទេចំនួនទី3ខ្ញុំសរសេរក៏អត់ទាន់ដែរបើធ្វើបាន5បូក5គេមេ5គួរ5ដែរឈ្មោះ5ណាក៏អត់ទាន់យកមកចន់នៅចំនួនទី3ដែរបាទចំនួនទី4ក៏អត់ទាន់យកមកចន់ដែរអញ្ចឹងបាន5ទៀតបូក5ទៀតបាទចំនួនទី5ក៏អត់ទាន់យកមកចន់ដែរបាទនេះចំនួនទី5ណាបាទអញ្ចឹងចំនួនទី5បាន5បូក5ទៀតបាទហើយក៏អត់ទាន់យកមកចន់ទៀតណាអានោះ5ឧទាហរណ៍វាបានតែ10ទេខ្ញុំឧទាហរណ៍អញ្ចឹងបងប្អូនឲ្យស្រួលយល់បាទអញ្ចឹងចំនួនទី6បាទអញ្ចឹងយកមកចន់ប្រកាសអត់បាន5ទៀតណា5បូក5ទៀត5បូក5មានន័យថាមេ5ឈ្មោះ5ណាមេ5ឈ្មោះ5ខ្ញុំនិយាយក្នុងឧទាហរណ៍អត់បាច់ពិបាកយល់ទេបងប្អូនអញ្ចឹងចំនួនទី7នេះចំនួនទី7នេះចំនួនទី7នេះយកមកប្រកាសហើយនេះយកមកប្រកាសបានអញ្ចឹងយកអាណាមកប្រកាសយើងយកអាញី5នេះ5ក្បាលញីញី5នេះមកប្រកាសជាមួយនឹងអីនេះឈ្មោះយើងបានទុកនេះឈ្មោះបានទុក5នេះបងប្អូនតោះណាអញ្ចឹងយើងទុកបានហើយយកមកប្រកាសចំនួនទី1យកមកប្រកាសចំនួនទី5 7អាហ្នឹងគេហៅថាវាដាច់ការជន់ឈាមហើយវាលេងជន់ឈាមឯងព្រោះបើនិយាយពីមនុស្សយើងគេហៅថាឪពុកម្ដាយណាឪពុកម្ដាយចំនួនទី1នេះបានកូនមកគេហៅថាចំនួនទី2អញ្ចឹងมันអាចយកមកន័យថានេះបងប្អូននេះអានេះវាទៅបានតែឪពុកម្ដាយយើងបានកូនមកវាយកចៅបាទចៅរបស់នេះដល់ពេលអញ្ចឹងអាចយកមកប្រកាសគ្នាបានទេចំណុចនេះបានប្រកាសគ្នានៅបងប្អូនចំនួនមួយណាអញ្ចឹងមិននេះក៏អត់តដែរចំនួនទទួលមួយអានេះក៏អត់តដែរនៅចំនួនអានេះក៏នៅចលាតដែរអញ្ចឹងដល់ពេលដល់ចំនួនទី2គឺវាអស់ហើយវាដាច់វាលេងចន់ឈាមហើយអូខេបងប្អូនវីដេអូមានតែប៉ុណ្្នឹងហើយបងប្អូនមានសំណួរចង្អុលលើបានចង់រៀនពីបច្ចេកទេសអញ្ចឹងមកតាមស្តង់ដារអនាម័យស៊ីស្អាតទីស្អាតនឹងរត់ស្អាតអាចចុចឈ្មោះរៀនតាមរយៈលេខទូរស័ព្ទ081 466បាទអញ្ចឹងអរគុណច្រើនបងប្អូនណាបាទ